បាទក៏សូមគោរពអនុញ្ញាតបងប្អូនជុំរុំជាតិទាំងអស់គ្នាបាទបើសិនជាខុសឆ្គងឬកន្លែងណាសូមបងមេត្តាខន្តីអភ័យទោសបាទនេះពេលដែលខ្ញុំធ្វើដំណើរទៅលេងប្រទេសថៃខ្ញុំធ្លាប់ចេញចូលបងប្អូនខ្ញុំចេញចូលជារៀងរាល់ខែពី3ខែខ្ញុំដើរម្ដងហើយខ្ញុំសម្គាល់ទីតាំងបន្ទាយទាហានថៃនៅម្ដុំណាចំណុចណាផ្លូវណាគឺខ្ញុំកត់ខ្ញុំទុកទាំងអស់បាទនេះខ្ញុំប្រាប់បងបើយើងចេញដំណើរចេញពីព្រំដែនទៅណាបងប្អូនយើងចេញពីព្រំដែនទៅយើងមានមន្ទីរពេទ្យមួយបាទមន្ទីរពេទ្យហ្នឹងរយៈចម្ងាយតែ3គីឡូទេបាទមន្ទីរពេទ្យហ្នឹងអញ្ចឹងបើយើងចេញពីមន្ទីរពេទ្យហ្នឹងមកដល់មន្ទីរធំមួយទៀតនេះមន្ទីរចម្ងាយនេះគឺរយៈចម្ងាយតែ3គីឡូកន្លះទេបងប្អូនបាទរយៈចម្ងាយ3គីឡូកន្លះបាទ3គីឡូកន្លះគឺនៅអារ៉ាញ់បាទគឺនៅអារ៉ាញ់បាទបណ្ដោយរបស់វាគឺ600ម៉ែត្រទៅតឹង500ម៉ែត្របាទបើយើងចេញអញ្ចឹងទៅទៀតទៅយើងមកដល់បន្ទាយចម្ងាយមួយទៀតគឺរយៈចម្ងាយបន្ទាយនងកុងបងប្អូនបាទគឺរយៈចម្ងាយ3គីឡូបាទ3គីឡូ7បាទនេះបាទ3គីឡូ7គឺទេកន្លែងទាហានធំមួយដែរបាទចេញពីនឹងទៅទៀតយើងធ្វើដំណើរចេញពីទៀតទៅដល់រយៈចម្ងាយ42គីឡូគឺទីស្នាក់ការយោធាធំរបស់ថៃបងប្អូនបាទនេះទីស្នាក់ការយោធាធំរបស់ថៃបាទអញ្ចឹងមានរយៈចម្ងាយផ្លូវតែ42គីឡូម៉ែត្រទេបងប្អូនបាទបើយើងចេញដំណើរទៅទៀតបាទយើងចេញមកទីរួមខេត្តស្រះកែវបងប្អូនបាទរយៈចម្ងាយមកដល់ស្រះកែវនេះគឺមានរយៈពេលតែ50គីឡូម៉ែត្រទេបងប្អូនបាទអញ្ចឹងនៅស្រះកែវនេះបាទបងប្អូននៅស្រះកែវនេះគឺរយៈចម្ងាយ50ម៉ែត្របាទគឺ50គីឡូម៉ែត្របាទសំទោសបងប្អូនបាទបើយើងចេញទៀតបើចេញទៅដល់បន្ទាយធំមួយទៀតគឺបន្ទាយទាហានធំរបស់ថៃដែរគឺនៅបជីនបុរីបងប្អូនបាទបជីនបុរីបាទបជីនបុរីអញ្ចឹងបើបងទាហានសេវឬចុច Google បងដាក់ទីតាំងឲ្យចំបាទនេះគឺជាកន្លែងដែលខ្ញុំសម្គាល់គោលដៅឲ្យបងទាហានដើម្បីបាញ់កំភ្លើងធំឲ្យចំគោលដៅបងប្អូនបាទកុំឲ្យខាតក្របជើងបងប្អូនបាទនេះខ្ញុំធ្វើចម្រាក់ចម្ងាយបាទអញ្ចឹងខ្ញុំមកនិយាយអំពីទៅខេត្តខាងឈុនបុរីទៅវិញបាទនេះខាងឈុនបុរីបាទនេះបើយើងធ្វើដំណើរពីព្រំដែនយើងទៅដល់ឈុនបុរីដល់ចូលខេត្តឈុនបុរីគឺរយៈចម្ងាយដល់ប្រទានទាហានថៃរបស់វាគឺរយៈពេលតែប្រើពេលតែ15គីឡូម៉ែត្រទេបងប្អូនយើងនឹងដល់ប្រទាយធំនៅខេត្តឈុនបុរីបាទនេះបន្ទាយទាហានបាទនេះខ្ញុំយកតែប្រហែលខេត្តហ្នឹងដើម្បីមករៀបរាប់ប្រាប់បងក៏ដូចជនរួមជាតិទាំងអស់គ្នាបាទឲ្យដឹងនឹកដើម្បីយើងងាយស្រួលក្នុងការវាយលុកសត្រូវដែលមកយាយីដល់បរិជានៃចក្រកម្ពុជាយើងអញ្ចឹងបងប្អូនទាហានទាំងអស់បាទយកចិត្តទុកដាក់បាទបើសិនជាបងទាហានចង់ឲ្យច្បាស់លាស់ទៀតបងសេវតាម Google Maps បាទដើម្បីបញ្ជាក់ទីតាំងឲ្យបានច្បាស់លាស់បងប្អូនបាទនេះខ្ញុំធ្វើទីតាំងមួយដើម្បីឲ្យបងងាយបាទងាយយល់បាទនេះទីតាំងបាទដូចខ្ញុំរៀបរាប់នៅខាងលើយ៉ាងអញ្ចឹងដែរបាទបងអរគុណច្រើនសម្រាប់ការគូប្លង់បាទគឺគូផែនទីផ្លូវនេះបងប្អូនបើសិនជាខុសឬចំណុចណាមួយសូមបងប្អូនខន្តីអភ័យទោសឲ្យខ្ញុំផងបាទអរគុណច្រើន